បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀមសបរទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានប្រភេទនៃអង្កាំខ្សែដៃដែលខ្ញុំសាងពីថ្ងៃមុនបងប្អូនណាបាទសាងពីថ្ងៃមុនគឺយកមកដាក់ថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមម្ដងទៀតបងប្អូនណាបាទសាងម្ដងទៀតបាទតួអង្គនៃអង្កាំខ្សែដៃដែលខ្ញុំសាងនេះគឺសាងចេញអំពីវត្ថុធាតុដើមគឺមានច្រើនដែរបងប្អូនណាបាទទី1គឺមានប្រភេទនៃអង្គថ្មកាយសិទ្ធបងប្អូនណាបាទថ្មកាយសិទ្ធបាទបងប្អូនទាំងស្រាប់ហើយពីអានុភាពនៃការប្រើប្រាស់របស់លោកសម្រាប់ថ្មកាយសិទ្ធបងប្អូនណាបាទទី2នោះគឺមានថ្មពពុះសម្រិតបងប្អូនណាបាទនេះគឺថ្មពពុះសម្រិតបាទមានថ្មកាយសិទ្ធនិងមានថ្មពពុះសម្រិតនិងមានប្រភេទលោហៈផ្សេងទៀតបងប្អូនណាបាទហើយជាពិសេសទៀតនោះគឺមានអង្គគុជកណ្ដៀបងប្អូនណាមានអង្គគុជកណ្ដៀនិងមានអង្គគុជល្មៀតសបងប្អូនណាបាទអង្គគុជល្មៀតសមានគុជកណ្ដៀនិងគុជល្មៀតសបងប្អូនណាបាទគុជល្មៀតសបាទគឺយើងដាក់ថែមនៅក្នុងហ្នឹងបញ្ចូលគ្នាឡើងប្រមាណមុខនោះបងប្អូនណាបាទពិសេសបំផុតនោះគឺនៅមានអង្គកថាពន្ធគឺ2គ្រាប់នេះទៀតបងប្អូនណាបាទនេះគឺអង្គកថាពន្ធបាទនេះអង្គកថាពន្ធនេះគឺយើងយកចេញពីឡបរានបងប្អូនណាបាទយកចេញពីឡបរានដែលកប់ដីដែលមិនដឹងជាមានអាយុកាលប្រមាណពាន់ឆ្នាំហើយទេបងប្អូនណាមិនដឹងជាមានអាយុកាលប្រមាណពាន់ឆ្នាំហើយទេនេះសនេះគឺជាប្រភេទនៃកថាពន្ធបុរាណបងប្អូនណាបាទអង្គកថាពន្ធបុរាណបាទយើងសាងជាអង្កាំដៃខ្នាត18លីបងប្អូនណាបាទខ្នាត18លីបាទគឺធំហើយស្អាតបងប្អូនណាបាទធំហើយស្អាតសម្រាប់ការពារខ្លួនបាទយើងទៅណាមកណាយកប្រឡប់ផ្លូវចិត្តផ្លូវឆ្ងាយអញ្ចឹងមួយខ្សែនេះគឺយើងការពារបានគ្រប់យ៉ាងបងប្អូនណាការពារតាំងពីរាល់នៅអំពើអំព័ន្ធមុនខ្មៅទាំងឡាយទាំងពួងការពារតាំងពីសឹកសង្គ្រាមបាទខាងលក់ដូររ៉ូស៊ីបងប្អូនណាបាទទៅណាមកណាយកប្រឡប់ការពារខាងស្វិតខាងគង់បងប្អូនណាបាទពីព្រោះថាយើងមានអង្គគុជឃ្មុំមានអង្គអីលេងនៅក្នុងនឹងហើយស្រេចតែម្ដងបងប្អូនណាបាទលេងក្នុងហើយស្រេចតែម្ដងអញ្ចឹងការពារបានទាំងស្វិតទាំងគង់ខាងសឹកសង្គ្រាមខាងស្នេហ៍មហានិយមលក់ដូររ៉ូស៊ីបងប្អូនណាអង្គគុជកណ្ដៀអញ្ចឹងគេហៅថាដាក់ចុះដុះឡើងដូចជាដំបូកកណ្ដៀអញ្ចឹងបងប្អូនណាបាទហើយអង្គកថាពន្ធគឺបងប្អូនបានស្រាប់ហើយយើងអត់ចាំបាច់រៀបរាប់ទេបាទហើយចំណែកឯថ្មកាយសិទ្ធឬក៏ថ្មពពុះសម្រាប់វិញក៏យើងមិនបាច់រៀបរាប់ដែរបងប្អូនធ្លាប់ដឹងពីមុនមកហើយបងប្អូនណាប្រភេទនៃអង្គថ្មកាយសិទ្ធបាទសម្រាប់ការពារបានទាំងសឹកសង្គ្រាមការពារទាំងស្វិតទាំងគង់បាទដូចគ្នាបងប្អូនណាបាទបជាគ្រោះបជាភ័យបងប្អូនណាដូចខ្ញុំបានជម្រាបចឹងគឺយើងពាក់ជាប់នឹងដៃការពារទៅណាមកណាយកប្រឡប់មិនថាផ្លូវចិត្តឬក៏ផ្លូវឆ្ងាយនោះទេបងប្អូនផ្លូវចិត្តឬផ្លូវឆ្ងាយនោះទេហើយប្រភេទនៃអង្កាំខ្សែដៃមួយខ្សែនេះដែរគឺយើងសាងជាចម្រុះបាទចម្រុះគឺមានច្រើនបងប្អូនណាដូចខ្ញុំបានជម្រាបចឹងសម្រាប់ការពារបានតែការពារសពគ្រប់ហើយបានទាំងស្នេហ៍មហានិយមលក់ដូររ៉ូស៊ីបងប្អូនណាបើសិនជាបងប្អូនដែលគាត់មើលឃើញហើយស្រឡាញ់ចាំបានគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart ទាំងឯងបងប្អូនណាហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង Page ខ្ញុំបាទដែលមានទំនុកទុកចិត្តលើ Page ខ្ញុំបាទឲ្យខ្ញុំបាទផ្ញើឲ្យបានគ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លឺលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលា